ចាថ្ងៃនេះគឺថាអ្នកលក់មកធ្វើ collagen ទៀតហើយបងប្អូនចាគឺថាកូននាងខ្ញុំគឺគាត់ចូលចិត្តជាប់ចិត្តហើយបងប្អូនចាហើយ collagen នេះគឺថាងាយស្រួលមែនតើបងប្អូនអើយគឺថាធ្វើឲ្យកូនតូចញ៉ាំឬក៏អ៊ំពូមីងចាស់អីគឺថាល្អមែនតើសម្រាប់សុខភាពដោយសារតែ collagen សកាត្រីហ្នឹងគឺវាអត់មានជាតិខ្លាញ់ទេអត់មានដូចធ្វើពីសាច់ឬក៏សាច់គោសាច់ជ្រូកសាច់មាន់ទេបងប្អូនគឺថាងាយស្រួលមែនតើហើយគ្រឿងផ្សំគោលដែលយើងត្រូវតែមានហ្នឹងគឺមានទី1គឺបត្រាក្រហមចាហើយទី2គឺស្ករក្រាមចាស្ករក្រាមហ្នឹងគឺយើងដាក់តិចទៅណាបងប្អូនដើម្បីឲ្យមានជាតិឡមតិចទៅតែបងប្អូនអត់ចូលចិត្តក៏មិនបាច់ដាក់ក៏បានដែរដោយសារតែនេះខ្ញុំធ្វើឲ្យកូនតូចញ៉ាំអញ្ចឹងគាត់ត្រូវតែមានជាតិតែមតិចបើគាត់ចេះញ៉ាំអញ្ចឹងណាបងប្អូនចាមួយថងនេះគឺកន្លះគីឡូបងប្អូនចាហើយមួយទៀតគឺគ្រឿងផ្សំធំបំផុតដែលយើងត្រូវតែមានគឺសកាត្រីបងប្អូនចាសម្រាប់បងប្អូនដែលចង់បានយកទៅធ្វើ collagen ញ៉ាំគឺបងប្អូនអាចឆាតចូល page គឺនាងខ្ញុំមានលក់គ្រប់មុខចាបងប្អូនចា collagen ហ្នឹងគឺថាងាយស្រួលធ្វើមែនទែនហើយល្អសម្រាប់សុខភាពទៀតទាំងកូនក្មេងមនុស្សចាស់ចាមនុស្សពេញវ័យអីគឺថាជួយបានច្រើនបងប្អូនជួយកញ្ចក់ជួយសាច់ឲ្យភ្លឺថ្លាហើយមួយទី1ទៀតគឺជួយក្នុងការឈឺសន្លាក់ឈឺអីចឹងណាបងចាគឺថាជួយបានច្រើនមែនទែនហើយសម្រាប់អ៊ំចាស់អីគឺញ៉ាំទៅគឺថាជួយសម្រួលខាងសន្លាក់ហើយបងឲ្យខ្ញុំញ៉ាំរួចហើយដោយសារតែខ្ញុំញ៉ាំផ្ទាល់ចឹងខ្ញុំដឹងខ្ញុំឧស្សាហ៍ក្តៀនបងថាបិទជើងយ៉ាប់ចឹងដល់ពេលញ៉ាំ collagen នេះទៅគឺថាបិទជើងស្រួលមែនទែនចាសម្រាប់បងប្អូនដែលចង់បានកុំភ្លេចឆាតចូល page នេះខ្ញុំមានលក់គ្រប់មុខអរគុណ